មានដំណឹងល្អមួយខ្លាំងមែនតែនតែម្ដងបងប្អូនកុំភ្លេចជួយ share ទីបំផុតយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារគឺមានពន្លឺបណ្ដើរហើយព្រោះថាគណៈកម្មាធិការ UNESCO បានអនុម័តកោតទោសចំពោះការបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកដោយយោធាថៃដែលតម្រូវឲ្យមានការទទួលខុសត្រូវនិងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិនៅក្នុងឱកាសនោះគណៈប្រតិភូថៃបានស្នើសុំភ្លាមហើយគេហៅថាស្នើសុំបកស្រាយភ្លាមណាហើយប្រធានសម័យប្រជុំបានអនុញ្ញាតឲ្យបកស្រាយតែ1នាទីតែប៉ុណ្ណោះបាទដើម្បីគេថាចង់លុបលាងទោសកំហុសដែលគេបានធ្វើអញ្ចឹងចង់និយាយបង្វៀងណាហើយខ្ញុំសូមបញ្ជាក់ថាកិច្ចប្រជុំដែលធ្វើឲ្យថៃបុកពោះនិងកម្ពុជាមានព្រៀបផ្នែកការទូតនោះគឺសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកហៅថា WHC លើកទី48ដែលធ្វើនៅថ្ងៃទី26ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅឯទីក្រុងប៊ូសានបាទប្រទេសកូរ៉េខាងត្បូងដោយមានការចូលរួមសមាជិកច្រើនមែនទែនបងប្អូនបាទកម្មវិធីហ្នឹងគឺមានការចូលរួមរហូតទៅដល់162ប្រទេសបាទយើងគិតថាថៃអាម៉ាស់ដែរកន្លែងនេះបាទព្រោះមានការចូលរួមច្រើនណាស់ហើយរួមទាំងអង្គការអន្តរជាតិដៃគូស្ថាប័នអង្កេតការផ្សេងផងដែរបាទនេះគឺជាផ្នែកការទូតដែលយើងមានព្រៀបទៀតហើយនៅលើឆាកអន្តរជាតិកាលមុនក៏មានការថ្កោលទោសដែរបាទគឺមាន100ប្រទេសជិត100ប្រទេសជាងនោះដែលគេហៅថាសភាអ្នកនិយាយភាសាបារាំងថ្កោលទោសការបំផ្លិចបំផ្លាញរបស់ថៃគឺ100ប្រទេសជាងដែរឥឡូវនេះគឺអង្គការ UNESCO ដែលមានការប្រជុំគ្នានៅឯកូរ៉េខាងត្បូងហ្នឹងមានរហូតដល់162ប្រទេសបាទ162ប្រទេសបានឯកភាពគ្នាធ្វើការប្រតិកម្មជាមួយនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកបងប្អូនទាំងអស់គ្នាដឹងហើយគឺប្រាសាទព្រះវិហារគឺជារបស់ខ្មែរប៉ុន្តែយើងបានដាក់ទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដូច្នេះហើយការបំផ្លិចបំផ្លាញណាមួយគឺមិនមែនបំផ្លាញតែកម្ពុជាទេគឺបំផ្លាញពិភពលោកពីព្រោះថានោះគឺជាទ្រព្យសម្បត្តិរបស់ពិភពលោកទាំងមូលតែម្ដងបាទអញ្ចឹងហើយឥឡូវនេះគឺកំពុងតែមានការថ្កោលទោសយ៉ាងខ្លាំងក្លាអំពីសំណាក់គេហៅថាអង្គការគ្រប់គ្នាគឺកំពុងតែចោទជាសំណួរនិងកំពុងតែរងចាំមើលថាបន្ទាប់ពីការថ្កោលទោសនេះតើ UNESCO ពិភពលោកនឹងចាត់វិធានការយ៉ាងណាចំពោះថៃតើឲ្យថៃនឹងទទួលទុកទោសយ៉ាងណាហើយតើធ្វើយ៉ាងម៉េចដើម្បីប៉ះប៉ូវដល់ប្រទេសកម្ពុជាដើម្បីប៉ះប៉ូវដល់ពិភពលោកហើយតើមានការចាត់ចែងជាសំណងអីយ៉ាងណាពីព្រោះថារបស់នេះគឺមានតម្លៃមិនអាចកាត់ថ្លៃបានទេបងប្អូនអ្នកគ្នាបាទប្រាសាទព្រះវិហារនេះគឺមានតម្លៃអស្ចារ្យណាស់ទាំងជាតិខ្មែរទាំងពិភពលោកព្រោះជាសម្បត្តិបេតិកភណ្ឌពិភពលោកផងអញ្ចឹងហើយតើថៃមានអីសម្រាប់សងកម្ពុជានៅពេលនេះបាទតើថៃមានអីសម្រាប់សងហើយនេះគឺយើងនិយាយអំពីប្រាសាទមួយទេបាទប្រាសាទព្រះវិហារកលេចទៅមើលប្រាសាទតាកបីដែលថៃបំផ្លាញខ្ទេចខ្ទីនិយាយទៅហាក់បីដូចជាថ្មិលដែលអត់មានសាសនាអញ្ចឹងថៃដូចពាក្យមួយឃ្លាដែលគេនិយាយថាបើដណ្ដើមមិនបានទេគឺបំផ្លាញចោលតែម្ដងក្តីសម័យរបស់ប្រទេសថៃតែងតែចង់បានប្រាសាទព្រះវិហារនឹងជាច្រើនដងទៅហើយធ្លាប់គ្រប់គ្រងដោយប្រើកម្លាំងយោធាខុសច្បាប់ផងដែរប៉ុន្តែកម្ពុជាគឺបានប្រើផ្លូវច្បាប់អត់ប្រើច្បាប់ព្រៃប្រើច្បាប់ស្រុកដើម្បីតតាំងប្រើច្បាប់ពិភពលោកដើម្បីតតាំងជាមួយថៃរហូតដល់ឈ្នះក្តី2ដងនៅក្នុងសមរភូមិនៃចំនួនការទូតរួមទាំងចំនួនផ្លូវច្បាប់អន្តរជាតិគឺយើងបានឈ្នះថៃរហូតដល់2ដងដែលតុលាការបានសម្រេចឲ្យកម្ពុជាគឺជាម្ចាស់នៅពេលដែលมันអាចធ្វើអីបានដើមកលែងបានអីកលែងបានឥឡូវនេះគឺដល់វគ្គបាញ់កំទេចចោលតែម្ដងអញ្ចឹងបងប្អូនអ្នកគ្នានៅក្នុង page YouTube ខ្ញុំតែងតែបង្ហោះអំពីសកម្មភាពដែលថៃបាញ់ដងស្ទូចបាញ់ប្រាសាទព្រះវិហារដោយមិនខ្លាចគេ report មិនអីទេដោយសារអីគឺដោយសារតែខ្ញុំសង្ឃឹមថ្ងៃហ្នឹងថ្ងៃដែលគេចាត់វិធានការលើថៃអញ្ចឹងនេះក៏នៅជាជំហានទី1ដែលយើងគិតថាទទួលបានជោគជ័យហើយจะមើលទាំងហ៊ានបន្តទៀតថាតើសង្កត់កថៃយ៉ាងណាហើយថៃនៅក្នុងនេះគឺប្រជុំបដាភ័យបុកពោះបដារកវិធីដើម្បីរកលេសដោះសារ
dương khơi than nó không nó kìm bán bạc đây ao này dây thế bàn tay thái cứ xông này dây luôn anh xông này giấy bàn tay khang mê thông nó không UNESCO ban ăn này nhà trầm tại mùi nhật ti thế nó không ca này giấy hai chấm mơ tha tá và to thì rằng nào buộc chung cái trong khơi này chung khơi ông pi ca bầm plan trộm sầm bạt bảo dương hay kỳ soi sờ bài bong pôn video để trong tay này bằng hoa chỉ rơi nó cứ nơi pe đài banh đòn stuột nó cứ thay soi sờ bài và soi sờ bài ri hô cái chiêu hai miền video môi tiền nó để viên lục bạch toàn từ bạc trong đòn lọ toán cứ cái hô sờ bài nó không liên là than bảo kia để cái bánh nhá hai pe để cái bánh bát sát có cái hô sờ bài được kia bà ní cứ chia quay đại dương trời tròn chấm quay đại dương trời cắt sầm quá hơi tròn chấm tục video trong tay này bằng hoa chia rưỡi chết tana bọc giống cứ đầm bay tục chia ai cả xá đầm bay tục chia bột vật xá đầm bay tục ai con trai cho nó cáo đăng thá pui sa ní cười chẳng bà pui sa ní cười chẳng hai ở lớn nước trong mà quay để trong căn là sờ bài thế nó cứ tha miền phần lật cam muối đá cái bànผลิตเจอเรื่องสายเพชรยนต์พนมดองแรงนั้นบางคนประกาศจะดังหายเลยจิตเจนให้บางคนนักเรียนจังยังจำเมื่อท่าตาการผลิตนู้อย่างไม่ไอ้กระซังอย่างไม่เรื่องประวัติชูจอดได้ยังการตอนได้ยังการมันตอนตายอย่างไม่ยังเป็นตามด้านมือถึงนักเรียนผู้ไทยกับปงแต่จูลจะบอกกับปงแต่ชาวลาวได้แปะปอนจะมวยหนึ่งเรื่องยังผลิตในสายเพชรยนต์มวยหนึ่งบ่ายแต่เธอไอ้เกกำปงแต่ชาวลาวได้จังนี่คือจีปอร์เมียนไงนี้แต่ชมอ่านให้ก็สบายจัดรวมเพิ่มเรื่อยๆเมียนแต่ในมาร้องบางปนกับเพลย์ช่วยซับไซบ่าแปะปอนจมวยหนึ่งยูนิสโกจากประดามเกาโต้เนี่ยได้บ่มพลางประสาทบ่มพลางตรอบสมบัติเราบอกไปแต่กับพรพิภพโลกจังวิดีโอนี้คือชมปัจจุบันในเพจปันนังแต่จอจะเมื่อมีไอ้ทำไมที่ชมนังบันแทมใจจูนบางปนมันเทศนาให้ออกคนจานบางปนในกดความตรงกับหลองเมาส์นังซับสไครป์ช่องยูทูบจังพอมีทำไมมาเลยแยะนี่คือมีแต่ปันนังไอ้บางปนคนนี้ตีมุ้ยคือเปะปอนจมวยหนึ่งองค์การยูนิสโกบานอนุมัติเกาโต้จมโปกาบ่มพลายบ่มพลางโยเทียไทยเรื่องบ่มพลางประสาทโบราณหายตีปีเรื่องจุนจิตโรซีได้บัดขลุ่นบันในทาจุนจิตเรื่องนี้ก็ปงแต่ละใบได้บ่าคือจุนจิตโรซีปีเนี่ยคือขมิ้นเต้ปีเนี่ยบองปอนใส่อายุมาปีชนะประวัติอายุดับปมเปิลชนำบานบัดคลุนในขนมปฏิไทยหายเลยไทยกับปงแต่ดิงตามจับโดยเกี่ยวมือตามการมาสวัสดิภพนั้นเคยมีเนะเปะป้อนหายเลยจับบานปีเนี่ยหายเนี่ยได้เละปอมเมียนหายในจับเมฆลองปีเนี่ยติดได้เรื่องนี้คือเกี่ยวสองสายท้าเชี่ยเรื่องแกฮาท่านั่นก็เรื่องจับจำรัดบ่าคือเรื่องจับจำรัดหายจนเจริญซีปีเนี่ยนั่นคือขมิ้นเด้บ่าขมิ้นเลยกับปงแต่ละใบกับกระกู้ซ้อมได้ในขนมไทยหายยังจำมือท่าตามีนเอาไว้ปะตอติดจนต้องปัจจุบันพิบใจจุนปะแทนติดบ่านี่คือจีปอมีนปะตอออกคนจานจำเรียบเรีย